អាយ៉ាបានហើយឆាន់ឈីបងនិយាយកាន់តែវិញឆ្ងាយហើយសម្ព័ន្ធវណ្ណហើយជាសម្ព័ន្ធលំដាប់ពិភពលោកអគ្គនាយិកាសម្ព័ន្ធវណ្ណហើយជាកម្ពុជាអ្នកមានលើលោកមានអ្នកចេះដឹងមានសមត្ថភាពបន្តិចទេចង់ចូលសម្ព័ន្ធវណ្ណហើយតែចូលមិនបានបងថាចូលបានទេអ៊ីសៀបងនិយាយការពិតណាធ្វើការនៅសម្ព័ន្ធវណ្ណហើយកោតតែឯងចេះតែនិយាយរូបរាងឯងអញ្ចឹងមិនអាចចូលសម្ព័ន្ធវណ្ណហើយបានទោះចូលសម្ព័ន្ធវណ្ណហើយបានឯងអាចធ្វើអីកើតធ្វើសន្តិសុខឯងឮថាសន្តិសុខនៅសម្ព័ន្ធវណ្ណហើយយ៉ាងអន់ណាស់ក៏អនុបណ្ឌិតឯងមិនទាន់ចប់វិទ្យាល័យផងត្រឹមតែជាអ្នកដឹកជញ្ជូនអាហារទោះបីចូលធ្វើការនៅសម្ព័ន្ធវណ្ណហើយក៏គ្មានលក្ខណៈគ្រប់គ្រាន់ធ្វើជាសន្តិសុខផងបាននិយាយអស់ទៅទោះជាសម្ព័ន្ធវណ្ណហើយចិត្តបនយ៉ាងណាអនុញ្ញាតឲ្យឯងចូលធ្វើជាសន្តិសុខ3ថ្ងៃឯងអាចរកបាន10លានទេហា10លានណាជាសន្តិសុខមិនអាចរកបាន10លាននៅក្នុងពេល3ថ្ងៃទេតែខ្ញុំមិនមែនជាសន្តិសុខខ្ញុំទទួលបានកំមិશનក្នុងគម្រោងសំបីចូលធ្វើសន្តិសុខនៅសម្ព័ន្ធវណ្ណហើយក៏បានផងរឿងអីអាចចូលបានគម្រោងក្នុងសម្ព័ន្ធវណ្ណហើយឈប់និយាយទេប៉ាម៉ាក់ឆាន់ឈីក៏ហាក់ជាកំហុសរបស់គេតែខ្ញុំសម្រេចចិត្តហើយត្រូវតែរៀបការនឹងគេឯងហ៊ានទេអ្នកបម្រើនាំអ្នកនាងចូលក្នុងបន្ទប់ទៅដើម្បីឲ្យគេឆ្លាស់ខួរក្បាលរួចអស់វានេះចេញក្រៅទៅថ្ងៃក្រោយបើវាហ៊ានចូលគ្រួសារប៉ាយើងទៀតវាយបំបាក់ជើងវាទៅចង់ធ្វើអី Director ស៊ូសម្ព័ន្ធវណ្ណហើយមកដល់ Director ស៊ូសម្ព័ន្ធវណ្ណហើយអញ្ជើញមកដល់នាងពិតជា Director ស៊ូសម្ព័ន្ធវណ្ណហើយពិតមែនតាមធំមែនលោកហ៊ានសង្ស័យឋានៈ Director ស៊ូ Director ស៊ូអញ្ជើញមកដល់មិនក៏មិនប្រាប់ដំណឹងខ្ញុំមុនអញ្ចឹងស្រួលខ្ញុំចេញទៅទទួល Director ស៊ូលុយកំចុងខ្ញុំមិនក៏មិនតាន់ចូលកងតាមរឿងអីទៅដំបងភ្លេងនិយាយប្រាប់លោកក្រុមហ៊ុនតម្រូវឲ្យប្រើកាតប្រាក់ខែតែមួយនេះជាការរបស់លោក10លានចូលក្នុងកងហើយការពិតគឺអញ្ចឹងទេអញ្ចឹងបានជាការចាររបស់ខ្ញុំគ្មានលុយសោះបងពិតជាចូលធ្វើការសម្ព័ន្ធវណ្ណហើយមែន Director ស៊ូមកដល់ផ្ទាល់ហើយអូននៅតែមិនជឿទៀតទេនេះជាការប្រាក់ខែលោកខ្ញុំឆែកមើលសិនទោះបីវាអាចចូលធ្វើការនៅសម្ព័ន្ធវណ្ណហើយតែខ្ញុំមិនជឿ3ថ្ងៃអាចរកបាន10លាននោះទេទឹកប្រាក់នៅសល់ក្នុងបាន10លានមិនអាចទេឥឡូវជឿខ្ញុំហើយមែនទេថាខ្ញុំនិយាយគឺជាការពិតខ្ញុំយកកាត់មកដល់ហើយខ្ញុំក៏ទៅវិញដែរតាមសម្រួល Director ស៊ូអប្រុសអ៊ំស្រីពេលកំណត់3ថ្ងៃខ្ញុំឈ្នះហើយឥឡូវនេះអាចប្រកួតសភៅគ្រួសារខ្ញុំហើយនៅមិនបានទេម៉ាក់ឆាន់ឈីធ្វើតាមការចង់បានម៉ាក់ហើយម៉ាក់ចង់យ៉ាងម៉េចទៀតអ៊ំស្រីពួកយើងនិយាយគ្នាហើយតាថាក្នុងពេល3ថ្ងៃគឺអាចរកបាន10លានអ៊ំព្រមលើកអ៊ីសៀឲ្យខ្ញុំឥឡូវនេះចង់បានដៃក្នុងដៃមែនទេមកវាលុយ10លាននៅទីនេះហើយបើមិនព្រមក៏មិនកើតដែរណាហឺបងយល់ស្អីខ្ញុំចិញ្ចឹមកូនស្រីតម្រាំធំយ៉ាងលំបាកណាមិនមែនចំណាយត្រឹមតែ10លានពួកឯងអាចចុះអេតាស៊ីវិលបានទេប៉ុន្តែរៀបចំមង្គលការត្រូវរៀបចំឲ្យធំដុំកូនស្រីគ្រួសារប៉ាយើងត្រូវតែរៀបការដែលមានកិត្តិយសបំផុតខ្ញុំស្មានថាមានបញ្ហាស្អីទៀតឬមង្គលការខ្ញុំប្រកាសជាមង្គលការត្រូវតែរៀបចំចុះអេតាស៊ីវិលសិនអេឯងមិននិយាយមិនទាន់ចប់ទេបងនិយាយជាមួយអ៊ំស្រីមិនទាន់ចប់ទេតាមចរិតម៉ាក់ខ្ញុំច្បាស់ជាយកមង្គលការមកធ្វើបាបបងចុះអេតាស៊ីវិលសិនទៅរៀបការឬអត់ពួកយើងជាអ្នកសម្រេចប៉ុន្តែយើងលោកប្តីស្លៀកពាក់បែបនេះគួរឲ្យខ្មាស់អៀនទេហើយយ៉ាមិនអាចទេបងមើលបន្តិចមើលលោកប្តីស្អាតណាស់លោកប្តីបងឈាមច្រមុះអូនសម្លាញ់អូនស្អាតមែនទែនលោកប្តីបងក៏មិនទះសាពេកប្រយ័ត្នប៉ះពាល់ដល់ baby ប៉ុន្តែបើសិនជាបងថ្នប់បន្តិចគួរតែមិនអីអញ្ចឹងចាប់ផ្ដើមទៅម៉ាក់ថ្ងៃនេះពួកយើងញ៉ាំអាណាណៃម្ដងខ្ញុំជាអ្នកប៉ាមនុស្សមានរឿងល្អលទ្ធផលខុសពីមុនប្រកាសហើយកូនប្រុសម៉ាក់ឥឡូវនេះជោគជ័យទាំងការងារនិងស្នេហាម៉ាក់ហត់នៅពាក់កណ្ដាលជីវិតទៅហើយយល់ល្អចូលនិវត្តន៍ទៅខ្ញុំធ្វើការនៅសម្ព័ន្ធវណ្ណហើយចិញ្ចឹមម៉ាក់មិនមែនជាបញ្ហារបស់ខ្ញុំនោះទេចាំពេលឯងគ្រប់គ្រងសម្ព័ន្ធវណ្ណហើយទើបម៉ាក់ចូលនិវត្តន៍ឲ្យអស់ចិត្តម៉ាក់ធ្វើជាអ្នកអនាម័យល្អហើយអាចរកលុយបានខ្លាំងបានម៉ាក់វ៉ាវធំដល់មែនស្លាកលេខពេលកាំងទៀតឬមួយក៏ជាសិទ្ធិពេលកាំងមកដល់ឡងចិនជើងហើយយ៉ាកម្មវិធីស្អីក៏ធំដល់ម្លេះម៉ាក់ធ្វើស្អីនឹងហើយយ៉ាពួកគេដូចជាដើរសម្ដៅមករកខ្ញុំតាលីហួរខានជុកគ្នាជួបមកហើយតាមពិតលោកអភិបាលទេមិនមានពេលទំនេរមកលងឈិនលោកអភិបាលក៏ជាអភិបាលខេត្តណានសឹងលោកហ៊ូជីងវិន
កាលពីមុនធ្លាប់ចូលរួមសមរភូមិបង្ក្រាបបណ្ដាចាញ់ទេក្រោយមកទទួលតំណែងខ្ពស់មិនទាន់រៀបការទៀតមិនមែនទេដឹងបើដល់ហើយមិនកំឆាប់ចេញទៅកុំរំខានលោកអភិបាលធ្វើការអ លោក សោះ អភិបាលរៀបចំធំដុំម្លេះ ម៉ាក់កុំនិយាយជាមួយលោកអភិបាលបែបនេះអី លីហោម្នាក់នេះគឺ កូនប្រុសខ្ញុំឈិនឈី អូឯងគឺអាជាអាយ៉ាមុខមាត់ដូចមកឯងកាលពីនៅក្មេងបេះបិទឯងមិនធ្លាប់ជួបខ្ញុំទេខ្ញុំគឺជាឪពុកធរឯងអនាគតគឺជាឪពុកចុងរបស់ឯងនឹងណា ម៉ាក់គាត់គឺជាពុកធေါ်ខ្ញុំហ៎ ឲ្យលោកធ្វើឪពុកធေါ်កូនខ្ញុំបាក់ដែរឲ្យលោកពេកហើយចង់មកតាក់ទងខ្ញុំទៀតកុំសម័យ អាយ៉ាលីហោបេះដូងខ្ញុំចំពោះនាងមិនដីធ្វើសាកសីបានយល់ព្រមនឹងខ្ញុំទៅ អភិបាលខេត្តណានសឹងស្ម័គ្រស្មោះជាមួយម៉ាក់ខ្ញុំមួយជីវិតទេ បើចង់ឲ្យខ្ញុំព្រមស្រឡាញ់លោកត្រូវឆ្លងកាត់កូនប្រុសខ្ញុំព្រមសិ អូ ន យល់ហើយមកអាជាទីនេះគឺមានភាគហ៊ុនអាចលនាទ្រព្យរថយន្តតម្លៃប្រហែលជា 1000 លានហើយតែងចូលព្រមរឿងខ្ញុំហើយនឹងមកឯងនោះនៅសល់10 ដងអត់ទេគឺ100 ដងចាំមិនដែរ ហើយយ៉ាយ៉ាងម៉េចនឹង